អូយប្តីនេះលួចច្បាប់ចិត្តខ្ញុំហើយប្តីកញ្ចាស់មកផ្ទះបងស្រីមើកុំថាប់អូនឈឺពេកមើបងស្រឡាញ់អូនស្រឡាញ់មែនក៏អីមែនហើយបងមានប្រពន្ធនៅបងទៅតែគ្រប់អាយុហ្នឹងទៅតែគ្រប់អាយុមកឡើងកញ្ចាស់ហើយហ្នឹងគ្រប់អាយុ32មកជួបអូនឯងបងគ្រប់អាយុការប្រពន្ធថ្ងៃហ្នឹងណាហ្មងអូយគួយក្តៅណាស់ចាំមើលតែទូរស័ព្ទទៅមើលតើ10សាថាម៉េចខ្ញុំឲ្យរវល់ដើម្បីបងស្ដេចអូអាឡូកំពុងតែនៅណាតាកញ្ចាស់កំពុងតែនៅជាមួយមេខ្ញុំឃើញអបស្រីក្មេងនៅក្នុងបនស្រីថានៅជាមួយមេអាហ្នឹងមិនមេមិនឈ្មោះទេណាស្រីហ្នឹងហើយបើហឺនណាណអត់បើហឺនអីទេព្រោះបាននិយាយត្រង់ព្រោះបងនៅជាមួយមេមែនគឺនៅជាមួយក្មួយមេបនស្រីនោះគេថាគួរស្រូវមានគ្រប់ចិត្តអ្នកស្រែមនុស្សមានធម៌ថែមិនរឹងកំប្រឹងគុណភាពជីវិតពិតជាមានទីពឹងចិត្តមិនតឹងពិតជាទទួលបន់ងើយស្កកបង្កើតការខកចិត្តមនុស្សស្កកមានពុតជីវិតដាបដុនកើតមកជាមនុស្សស៊ីជួអស់ទុនជីវិតពីរុនគ្មានគុណតម្លៃគេថាអោនកាយទុនចិត្តពិតជាឫសគល់ស្រោបជាតិឡើងដល់បានផលល្អស្អាតមានផ្លែមានផ្កាមានស្លឹកម្លប់ញៀតមនុស្សមានរសជាតិញឹកមិត្តអាឡ័យគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយតែរេខ្លាចហើយគេវាយបានពេរត់តែមកវាទៀតអើយសួស្ដីការ៉េមកៃប្រាក់មី2011អត់ព្រួយទឹកនោះបានទិញ1ក៏ថែមទិញ2ក៏ថែមអត់បញ្ហាលោកជ័យលោកតាកមារីកមារាកញ្ញាមានវិបត្តិស្នេហាមកទិញការ៉េមកៃដើម្បីបំបត្តិទុកគេថាមេម៉ាយចំណាយមកទៀតអូនយកប្តីទៀតខ្លាចខ្មាស់អ្នកបងអូនយករូបគេទីក្តាមទីខ្យងបើអូនបានបងឲ្យទីការ៉េមកៃកន្ត្រកដែរតែយកកន្ត្រកឲ្យអូនរត់ល្មមជីបុកការ៉េមកៃបងក្មួយតឲ្យចូលមុខបងវាយនឹកឃើញអូនស្រីសុកចិត្តយកការ៉េមកៃរត់វត្តតាដល់ហើយមិនដាច់ឡាយមិនភ្លៀងបងអ្នកស្វាយរៀងដល់លក់ការ៉េមកៃបើអូនបាត់បងអូននៅកំភៃបងយកការ៉េមកៃចងដៃស្នេហ៍អូនទឹកហូរមិនអត់ស្រីក្បត់ស្នេហាអូនក្រាបចំការបងលក់ការ៉េមកៃបងលួចមើលអូនកំពុងចងដៃបងយកការ៉េមកៃគប់ចូលរោងការតាក់ទិញនឹងតាក់ទិញណៃលក់ឲ្យក្មេងៗបានលុយ100លក់ឲ្យមនុស្សធំចង់ថ្ងៃណាពលអត់បានលុយ100វាយឯងបែកមាត់ទៀតបាទសូមជម្រាបថាផ្នែកខាងទូរទស្សន៍ទៅគ្រប់ទូរទស្សន៍ទាំងអស់ដើម្បីទៅយកព័ត៌មានពីបញ្ហារឿងចាប់ក្រពើបាទបើសិនជាបិទប្រកាសមួយទាំងណាចាប់ក្រពើនោះបានគឺឯកខាតប្រគល់ពានរង្វាន់សំខាន់ក្រពើខាងឆ្លាវណាតែដល់នេះណែតាមបតោទុកម្នាក់នោះគាត់ជិតទៅអើតមើលតែមិនណាច្រើនគាត់ច្រើនត្រង់គាត់ច្រើនឆ្លាក់ត្រង់មកកពើចោលអស់លីងចាប់ពីខាងអីទូរទស្សន៍ខាងអីគូអ្នកកសែតអីសុភាពលោកតាក្លាហានណាចុកទៅព្រាមចាប់កពើវឹងព្រាមហ្មងអើទូហ្មងតែលោកតាហើយលោកក្មួយគ្មានចង់បានរង្វាន់នេះចង់បានរកមុខអាណាដែលឆ្កានតានេះឲ្យចុកទៅទីងាប់នេះរកមុខណាគេហាតែលោកតាចុកខ្លួនឯងអត់ទៅឆ្កានណាចង់បានរង្វាន់ធ្វើទីសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយប្រវត្តិរូបសង្ខេបខ្ញុំឲ្យអ្នកទាំងអស់គ្នាស្ដាប់សិនពីខ្ញុំកើតនៅទីក្រុងហុងកុងជិតភ្នំបាសិទ្ធកំពង់ស្ពឺយើងហ្នឹងម៉ែរបស់ខ្ញុំឈ្មោះយាយខ្សុចឯឪពុករបស់ខ្ញុំឈ្មោះតាខ្សោយគាត់ទាំងពីរអ្នកសប្បាយចិត្តណាស់ព្រោះគាត់មានឈ្មោះចុងជួនគ្នាល្អគឺខ្សុចខ្សោយហើយអ្វីដែលគាត់សប្បាយចិត្តទៀតនោះគឺគាត់បាននាំគ្នាដេញខ្ញុំចេញពីផ្ទះដោយសារតែខ្ញុំមិនព្រមដាក់ឈ្មោះអក្សរចុងជួនតាមគាត់បើដាក់ឈ្មោះខ្ញុំអក្សរប្រហែលជាអ្នកទាំងអស់គ្នាមិនបានហៅឈ្មោះខ្ញុំពីរយ៉ាងសង្ហាអញ្ចេះទេអូយទៅជួបគ្នាក្នុងវងល្បីគឺឯងលេងមិនដែលឈ្នះយើងទេវាមិនមានបញ្ហារឿងចាញ់ឈ្នះអីទេប៉ុន្តែសុភាសិតមួយពោលថាដំរីជើង4គង់តែមានមាត់អ្នកប្រាជ្ញចេះស្ទាត់វាគង់តែកាន់បិចទេឯងលេងល្បែងចាញ់ពេកប្រហែលជាវល់ខួរឲ្យមើលទៅជើងដែលតែលឺដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់វាគង់តែមានភ្លេចចំណែកឯទៅជាដំរីជើង4គង់មានមាត់ដល់ប្រាជ្ញចេះស្ទាត់វាគង់តែកាន់មិនចេះណាឆ្កុយទៅ
លបងពិតជាល្ងងណាដំរីជើង4វាគង់តែមានមាត់បើគ្មានមាត់ស្មានថាវារស់បានអីឯអ្នកប្រាជ្ញចេះស្ទាន់នោះវាគង់តែកាន់បិចបើអត់ឲ្យកាន់បិចទៅពេលទៅសេស្អីមួយយកម្រាមដៃទៅសេក៏អីលបងល្ងងអីល្ងងម្ល៉េះអើហើយកុំហៅអញហៅឡើងល្ងងជាប់មាត់ពេកវៃប្រយ័ត្នអញវៃ